ចុះហេតុអ្វីបានជាអំបញ្ញមិញក្នុងចិត្តអ្នកស្រីថាគេហេនីពេលដើរចូលមកមើលទៅសង្ហាណាស់ប្តីប្រពន្ធគួរតែល្អជាងប្រុសក្មេងទាំងនោះមែនទេមិនក៏អ្នកដឹងថាខ្ញុំកំពុងគិតអ្វីក្នុងចិត្តអូយអ្នកអំបញ្ញមិញនិយាយអ្វីខ្លះតើអ្នកអាចជឿមែនទេលោកស្រីក៏ពិតជាសំដៅលើការដែលអ្នកបន់ស្រន់ក្នុងចិត្តរាល់យប់ឲ្យខ្ញុំមានរឿងស្អីឲ្យខ្ញុំឆាប់ខ្សែធនឆាប់ស្លាប់មែនទេឬក៏សំដៅលើពេលនៅក្នុងប្រជុំថ្នាក់ដឹកនាំអ្នកមើលរបាយការណ៍បណ្ដាហើយក្នុងចិត្តសរសើរសាច់ដុំរបស់ប្រធានផ្នែកទំនាក់ទំនងសាធារណៈបណ្ដាឬមួយក៏សំដៅលើការដែលអ្នករៀបចំផែនការរាល់ថ្ងៃកញ្ញាពីរបៀបយកលុយលេងលះ500លាននោះរួចទៅចិញ្ចឹមប្រុសស្អាតកីឡាករមានសាច់ដុំកម្ពស់185ចំនួន10នាក់អូយសម្រាប់ខ្ញុំទៅសម្រាប់ខ្ញុំឥឡូវនេះទៅពិភពលោកឲ្យរលាយទៅខ្ញុំគ្មានមុខមាត់មើលអ្នកណាទៀតទេមួយខែកន្លងមកនេះខ្ញុំខំសម្ដែងធ្វើជាភរិយាដ៏ល្អនៅចំពោះមុខគេតែក្នុងចិត្តជេរគេថាអាបរោះចង្រៃមិនឈប់គេបែរជាច្បាស់ទាំងអស់ចង្រៃយកមិនឆ្ងល់ទេដែលគេមើលមកខ្ញុំដូចមើលសត្វស្វាសម្ដែងរាល់ដងស៊ឺសេឲ្យជីវិតអ្នកដល់ទីបញ្ចប់ហើយបើដឹងអញ្ចឹងខ្ញុំទៅសុំទានប្រសើរជាងគេហេយលេងខ្ញុំក្នុងពេលដែលអ្នកដឹងគ្រប់យ៉ាងអស់ហើយដឹងថាខ្ញុំជាស្រីខ្លាំងខ្លាយស្រឡាញ់តែលុយនិងប្រុសស្អាតហើយអ្វីបានជាអ្នកមិនព្រមលេងលះជាមួយខ្ញុំទៀតតើអ្នកមិនមែនជាមនុស្សស្រឡាញ់ភាពស្អាតស្អំតើអ្នកមិនមែនស្អប់បំផុតពេលគេបោកប្រាស់អ្នកទេលោកស្រីកាតើអ្នកមានការយល់ច្រឡំអ្វីលើពាក្យថាគូស្រឡាញ់លុយនិងប្រុសស្អាតមែនទេអ្វីទៅតើនេះមានន័យថាម៉េចរាប់សិបរយពាន់ម៉ឺន100,000ព្រះឲ្យសិទ្ធិគ្រប់គ្រងរបស់ Gus Group អចលនទ្រព្យជុំវិញពិភពលោកបុកបញ្ចូលគ្នាទៅតើវាមានប៉ុន្មានដងនៃ500លានទៅតើអាបរោះចង្រៃនេះឈួតមែនទេឬមួយគេដឹងខ្លួនថាមានជីវិតមិនយូរក៏ចង់ឲ្យខ្ញុំបន្តវេនមរតករួចឲ្យខ្ញុំនៅមេម៉ាយចាំផ្ទះឲ្យត្រកូលលោកស្រីសុខភាពខ្ញុំមកមុនណាស់បើគ្មានរឿងចៃដន្យទេរស់ដល់អាយុ100ឆ្នាំមិនមែនជាបញ្ហាឡើយចាប់ពីថ្ងៃនេះទៅ Gus Group ជារបស់អ្នកពីមាននេះជារបស់អ្នកទ្រព្យសម្បត្តិទាំងអស់ក្រោមឈ្មោះខ្ញុំជារបស់អ្នកទាំងអស់500លានគ្មានន័យអ្វីឡើយឥឡូវនេះអ្នកគឺជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងលោកហើយចុះអ្នកវិញឥឡូវនេះខ្ញុំជាអ្នកប្រដៅគ្មានប្រាក់សំបីតែមួយរៀលជាប់ខ្លួនតែខ្ញុំមានកម្ពស់188សង់ទីម៉ែត្រមានសាច់ដុំពោះ8កង់ក្រៅពីអត្តចរិតរាងកាច់បន្តិចច្បាស់ជាល្អជាងតារាម៉ូដែល10នាក់ដែលអ្នកចង់បានពុកបញ្ចូលគ្នាទៅទៀតលោកស្រីហ្គេអ្នកមានលុយច្រើនដល់ថ្នាក់នឹងផងតើអ្នកចង់ពិចារណាទេពិតជាអស្ចារ្យពេកហើយចង់បានសាច់ដុំមានសាច់ដុំចង់បានរូបរាងមានរូបរាងសំខាន់បំផុតគឺគេប្រកួតទ្រព្យសម្បត្តិទាំងអស់ឲ្យខ្ញុំមានប្រធានក្រុមហ៊ុនដែលខ្សែធំម្នាក់ឲ្យគេលើកទឹកលាងជើងឲ្យខ្ញុំរាល់ថ្ងៃជីវិតបែបនេះហាក់ដូចជាសប្បាយជាងការឲ្យប្រុសស្អាតមកកំដរទៅទៀតលោកអនុប្រធានមានរឿងធំហើយលេងវ៉ាន់នៅមិនដឹងជាឈួតអីទេនាងបានរួមដៃជាមួយអនុប្រធានវងដែលលោកធ្លាប់បណ្ដឹងទេឥឡូវនេះកំពុងឡោមព័ទ្ធនៅក្រោមអគារទីស្នាក់ការកណ្ដាលរបស់ Gus ហើយធ្វើសន្និសីទកាសែតផ្សាយផ្ទាល់ពេញអ៊ីនធឺណិតនាងនិយាយអ្វីលេងវ៉ាន់នៅបានទម្លាយរឿងប្រាប់មនុស្សពេញអ៊ីនធឺណិតថាលោកមានជំងឺវិកលចរិតធ្ងន់ធ្ងរនិងជំងឺមន្ទិលសង្ស័យខ្លាំងថាលោកតែងតែនិយាយម្នាក់ឯងជាមួយខ្យល់អាកាសហើយនិយាយទៀតថាលោកបណ្ដេញអនុប្រធានវងចេញគឺមកពីលោកគឺសំឡេងមិនល្អនៅក្នុងក្បាលឥឡូវនេះពេញអ៊ីនធឺណិតកំពុងល្បីខ្លាំងថាប្រធានក្រុមហ៊ុន Gus Group ជាអ្នកជំងឺផ្លូវចិត្តនៅពេលផ្សារហ៊ុនបើកនៅថ្ងៃស្អែកភាគហ៊ុនរបស់យើងប្រហែលជាត្រូវធ្លាក់ចុះយ៉ាងខ្លាំងដែលមិនធ្លាប់មានលេនវ៉ានៅស្រីពីស្ពូដែលគួរឲ្យកាត់ក្បាលយាយម្នាក់នេះទើបតែបន្តវេនមរតកទ្រព្យសម្បត្តិរាប់សែនលានមិនទាន់បាន5នាទីទ្រព្យសម្បត្តិមិនទាន់ក្តៅដៃផងឯងហ៊ានមករំខានភាគហ៊ុនរបស់យាយម្នាក់នេះឯងចង់ធ្វើបាបកេហេនីក៏ធ្វើទៅចោះតែឥឡូវឯងចង់មកប៉ះពាល់លុយរបស់យាយម្នាក់នេះការកាត់ផ្ដាច់ផ្លូវរកស៊ីរបស់គេប្រៀបដូចជាសម្រាប់ឪពុកម្ដាយគេអញ្ចឹងណាបើថ្ងៃនេះខ្ញុំមិនបកស្បែកក្បាលឯងយកមកទាត់ដូចបើទេខ្ញុំមិនមែនឈ្មោះស៊ឺស៊ឺទៀតទេឲ្យអ្នកបើកបរនាំឧទ្ធម្ភាគចាក់ទៅជន់លើបង្អស់ជាបន្ទាន់ប្រពន្ធសម្លាញ់តើអូនចង់ធ្វើអ្វីធ្វើអីមែនទេមានមនុស្សហ៊ានមកបំផ្លាញកម្មវិធីរបស់ស៊ឺសេហ៊ានមកប៉ះកាត់ខ្មៅរបស់ស៊ឺសេគេហេនីស្លៀកពាក់ឲ្យស្អាតហើយដើរតាមខ្ញុំឲ្យជាប់ថ្ងៃនេះខ្ញុំនឹងបង្រៀនពួកគេឲ្យស្គាល់ថាអ្វីទៅជាការវាយកំទេចដោយអំណាចទឹកលុយពិតប្រាកដសួស្តីមិត្តអ្នកសារព័ត៌មានទាំងអស់ថ្ងៃនេះខ្ញុំចូលនៅទីនេះគឺដើម្បីមកលាតត្រដាងការពិតដោយយកជីវិតមកដូរគេហេនីគេមិនមែនជាកម្ពុជាអ្នកជំនួញដូចពាក្យចាំអារ៉ាមខាងក្រៅនោះទេគេឈឺគេមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរវិកលចរិតនិងជំងឺមន្ទិលសង្ស័យខ្លាំងគេថ្មីនេះតែងតែនិយាយថាអាចអ្វីដែលអ្នកអតីតគិតក្នុងចិត្តដោយសារតែការយល់ច្រឡំដោយសារជំងឺនេះគេបានដេញខ្ញុំតែជាអ្នកមានគុណធ្លាប់ជួយជីវិតគេចេញពីផ្ទះដោយគ្មានមូលហេតុហើយថែមទាំងបណ្ដេញចេញយ៉ាងសាហាវនៅបុគ្គលិកចាស់ទុំដែលធ្លាប់ខំប្រឹងធ្វើការដើម្បី Gus Group ខ្ញុំពិតជាមិនដាច់ចិត្តមើលឃើញក្រុមហ៊ុន Gus Group ដែលមានអាយុកាលរាប់រយឆ្នាំត្រូវបំផ្លាញវិកលចរិតម្នាក់ឡើយអ្វីដែលកញ្ញាលេងនិយាយគឺត្រឹមត្រូវខ្ញុំធ្វើការនៅ Gus Group យ៉ាងយកចិត្តទុកដាក់អស់រយៈពេល10ឆ្នាំគុណសម្បត្តិធំដុំក៏មានចំណែកខំប្រឹងដែរតែលោកប្រធានគេស្រាប់តែឈួតនៅក្នុងអង្គប្រជុំកាលពីប្រហែលថ្ងៃមុនដោយចោទថាខ្ញុំបានទទួលលុយក្រមទោស50លាន
គេថែមទាំងនិយាយថាគឺខួរក្បាលខ្ញុំជាអ្នកប្រាប់គេទៀតផងមនុស្សវាក៏ចរិតបែបនេះតើមានសមត្ថភាពឯណាដឹកនាំសម្ព័ន្ធក្រុមហ៊ុនតម្លៃរាប់សែនលានទៀតលោកប្រធានវងតើលោកចង់មានន័យថាប្រធានក្រុមហ៊ុន Gas Group បាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងទាំងស្រុងមែនទេសូមសួរថាការរង្គោះរង្គើថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Gas Group មានន័យថាខ្សែសង្វាក់ហិរញ្ញវត្ថុរបស់ Gas Group បានដាច់ហើយមែនទេរបស់ Gas Group ក្នុងការជួញដូរក្រៅមកបានធ្លាក់ចុះ 10% ហើយតើពួកលោកនឹងដាក់ញត្តិរួមគ្នាទៅកាន់ក្រុមប្រឹក្សាភិបាលដែរឬទេថតមកថតរូបខ្ញុំឲ្យស្អាតមកថតរូបយាយម្នាក់នេះឲ្យស្អាតបន្តិចលេនវ៉ានៅស្រីពីស្ពូននេះហ៊ានមកប៉ះពាល់ទ្រព្យសម្បត្តិរាប់សែនលានដែលខ្ញុំទើបតែទទួលបានហ៊ានធ្វើឲ្យភាគហ៊ុនរបស់ខ្ញុំធ្លាក់ចុះដល់បាតផងបើថ្ងៃនេះខ្ញុំមិនទះកំភ្លៀងឯងឲ្យហៅមកទេខ្ញុំនឹងសរសេរឈ្មោះខ្ញុំត្រឡប់ក្រោយវិញមិនក៏ជប់យំបន្តទៀតទៅអំបញ្ញមិញឃើញសម្ដែងខ្លាំងណាស់តើសឺសេតើអ្នកមកទីនេះធ្វើអ្វីប្តីរបស់អ្នកជាមនុស្សឈួតក្នុងនាមជាប្រពន្ធមិនត្រឹមតែមិនបញ្ជូនគេទៅមន្ទីរពេទ្យថែមទាំងមកជួយលាក់បាំងឲ្យគេទៀតពួកអ្នកទាំងពីរដែលជាប្តីប្រពន្ធឈួតចង់អូសគ្រប់គ្នាឲ្យធ្លាក់ក្នុងរណ្ដៅជាមួយមែនទេបងប្អូនអ្នកសារព័ត៌មានមើលចុះលោកប្រធានគេសំបីតែមួយម៉ាត់ក៏មិនហ៊ាននិយាយបែរជាមកលាក់ខ្លួននៅពីក្រោយស្រីម្នាក់ដូចជាកូនចៅអញ្ចឹងតើនេះមិនទាន់គ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគេមានជំងឺទេអ្នកទាំងអស់គ្នាតើលោកប្រធានក៏របស់អ្នកពិតជាមានជំងឺផ្លូវចិត្តមែនឬទេពីក៏ចរិតមែនទេស្វាមីរបស់ខ្ញុំសុខសប្បាយជាធម្មតាមិនត្រឹមតែមិនឈួតថែមទាំងមានភ្នែកមុតស្រួចនិងមានប្រាជ្ញាឆ្លៀសវៃបំផុតមិត្តភក្តិអ្នកកាសែតទាំងអស់សូមមើលឲ្យច្បាស់នេះគឺជាលិខិតបញ្ជាក់សិទ្ធិគ្រប់គ្រងដាច់ខាតនៃ Gas Group តែមានហត្ថលេខាផ្ទាល់របស់លោកកេហេនីនឹងត្រាផ្លូវការចាប់ពីថ្ងៃនេះទៅអ្នកសម្រេចចិត្តខ្ពស់បំផុតនៃ Gas Group ជាប្រធានក្រុមប្រឹក្សាភិបាលនិងជាម្ចាស់ភាគហ៊ុនធំជាងគេគឺរូបខ្ញុំស៊ឺសេកេហេនីហ៊ានប្រគល់អាណាចក្ររាប់សែនលានឲ្យទៅស្ត្រីម្នាក់យ៉ាងងាយបែបនេះគេមិនត្រឹមតែឈួតទេគឺគេលែងចង់រស់ហើយអនុប្រធានវងអំបញ្ញមិញលោកនិយាយថាលោកប្រធានក៏បណ្ដេញលោកចេញដោយសារជំងឺផ្លូវចិត្តរើឡើងមែនទេលោកវងឲ្យលោកវងស្លាប់ដល់ហើយនៅតែរឹងមាត់ទៀតមែនទេកាលពីខែមុនលោកមិនត្រឹមតែទទួលលុយក្រោមតូប50លានពី Cheng Hai Technology ប៉ុណ្ណោះទេថែមទាំងបានផ្ទេរប្រាក់នោះទៅឲ្យស្រីកំណានដែលលោកចិញ្ចឹមនៅប្រទេសស្វីសក្រុមឈ្មោះឪពុកម្ដាយនាងស្រីកំណាននោះឈ្មោះលើលេខសម្ងាត់កានីគឺជាថ្ងៃកំណត់ឆ្កែរបស់អ្នកគឺ05315ហើយលោកថែមទាំងកឹបកេងលុយក្រុមហ៊ុនទៅលេងល្បែងនៅម៉ាកាវជំពាក់បំណុលល្បែង80លានសប្តាហ៍ក្រោយគឺជាថ្ងៃកំណត់សងចុងក្រោយហើយពិនិត្យមើលកានីធនាគារស្វីសឈ្មោះលើលេខសម្ងាត់08315និងបង្កាន់ដៃជំពាក់បំណុលកាស៊ីណូម៉ាកាវក្នុងរយៈពេល3នាទីខ្ញុំចង់ឃើញផុសតាំងច្បាស់លោកស្រីសើទោះបីជាឥឡូវអ្នកជាថៅកែក៏ដោយក៏អ្នកមិនអាចមកចាប់ប្រកាន់ខ្ញុំទាំងបំពេញបែបនេះដែរខ្ញុំប្រាប់ហើយថានោះគឺជាពាក្យចាមអារ៉ាមពីគូប្រជែងមែនឬបើលោកស្អាតស្អំដល់ថ្នាក់ហ្នឹងចុះជួយពន្យល់បន្តិចមើលថាតើស្រីកំណានឈ្មោះលេវៃនៅស្វីសនោះនឹងលុយ50លានដែលលើនៅក្នុងកានីនាងវាមកពីណាមិនក៏អ្នកដឹងរឿងលើទេមិនមែនទេខ្ញុំមិនបានធ្វើទេនេះគឺជាការខុសច្បាប់អនុប្រធានវងតើមានពាក្យចុងក្រោយអ្វីចង់និយាយទៅកាន់អ្នកសារព័ត៌មានទៀតទេវងជេងយ៉ូលោកត្រូវបានសង្ស័យពីបកកេងទ្រព្យសម្បត្តិនិងការបោកប្រាស់ពាណិជ្ជកម្មយ៉ាងសូមអញ្ជើញទៅជាមួយយើងខ្ញុំមួយផ្លែតប្អូនស្រី Warner ដល់វេននាងហើយអំបញ្ញមិញនាងនិយាយថានាងសុខចិត្តប្រថុយជីវិតដើម្បីមកលាបត្រដាងការពិតមែនទេសឺសេកុំស្មានថាគ្រាន់តែទម្លាក់លោកវងបានក៏អាចបញ្ជាក់ថាគេហេនេះគ្មានជំងឺនោះគេពិតជាមានជំងឺមិនទៅសង្ស័យមែនមិនត្រឹមតែស្រមៃថាខ្លួនឯងអ្វីដែលអ្នកអតីតគិតថែមទាំងស្រមៃរឿងខ្ញុំទៀតគេថាខ្ញុំចង់ចូលក្បែរគេនេះហើយដែលហៅថាឈួតស្រីពីស្ពូនៅតែបន្តសម្ដែងទៀតតើអ្នកណាជាអ្នកចេញលិខិតបញ្ជាក់ជំងឺខ្លាំងៗឲ្យនាងអូមន្ទីរពេទ្យបង្អែកក្រុងគឺលោកអនុប្រធានឡើយដែលកំពុងតែវង្វេងនឹងសម្រស់នាងមែនទេហើយនាងមិនត្រឹមតែគ្មានជំងឺទេតែខែមុននាងថែមទាំងបានទៅគ្លីនិកឯកជនមួយកន្លែងដើម្បីធ្វើការរំលូតកូនទៀតផងសៀវភៅកំណត់ត្រាជំងឺគឺនៅក្នុងប្រហោងសម្ងាត់ក្រោមគ្រែក្នុងអាផាតមិនរបស់នាងបញ្ជូនមនុស្សទៅអាផាតមិនរបស់ Warner បើកប្រហោងក្រោមគ្រែយកសៀវភៅកំណត់ត្រាជំងឺច្បាប់ដើមរួចផ្ញើឲ្យអ្នកសារព័ត៌មានទាំងអស់ភ្លាមប្អូនស្រី Warner តើនាងភ្លេចហើយឬថានាងទើបតែបានទៅរំលូតកូនកាលពីខែមុនហើយឆ្លៀតពេលជួសជុលកន្លែងខ្លះទៀតផងរាងកាយនាងពិតជាមិនសូវល្អមែនតែមិនមែនមកពីជំងឺផ្លូវចិត្តទេហាឯងនិយាយផ្ដេសផ្ដាឯងនិយាយកុហកស្រីថោកទាបឯងបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំកញ្ញាលេងក្នុងកំណត់ត្រាជំងឺនេះបានសរសេរថាកាលពីខែមុនអ្នកពិតជាបានទៅរំលូតកូនមែនតើមានជំងឺផ្លូវចិត្តមកពីណានេះគឺជាការបោកប្រាស់ដោយចិត្តណាចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនិងអ្នកសារព័ត៌មានទាំងអស់កញ្ញាលេងតើបុរសដែលត្រូវជាឪពុករបស់ក្មេងដែលរំលូតនោះជាអ្នកណានាងខ្លាញ់បន្លំកំណត់ត្រាជំងឺដើម្បីព្យាយាមចូលមករស់នៅក្នុងផ្ទះត្រកូលគេតើដើម្បីបិទបាំងជីវិតឯកជនដ៏ស្មោកគ្រោករបស់នាងមែនទេលោកប្រធានក៏ដេញនាងចេញគឺមកពីលោកបានមើលធ្លុះល្បិចបោកប្រាស់របស់នាងតាំងពីយូរហើយហេតុអ្វីបានជានាងបែរជាមកចាប់ប្រកាន់លោកថាមានជំងឺផ្លូវចិត្តទៅវិញសឺសេខ្ញុំនឹងសម្លាប់ឯងបំផ្លាញខ្ញុំហើយខ្ញុំនឹងស្លាប់ទៅជាមួយឯងនៅចំពោះមុខខ្ញុំ Len Warner មើលទៅនាងពិតជាចង់អស់អាយុពិតមែនហើយមិត្តភក្តិអ្នកសារព័ត៌មានទាំងអស់សូមអភ័យទោសចំពោះអ្នកទាំងអស់គ្នាបានឃើញស្រាប់ហើយឥឡូវនេះ Gas Group គឺជាពិភពលោករបស់លោកស្រីស៊ូចំណែករូបខ្ញុំកេហេនីដោយសារតែសុខភាពមិនសូវល្អបានសម្រេចចិត្តចូលនិវត្តន៍ទៅនៅពីក្រោយខ្នងជាផ្លូវដើម្បីនៅផ្ទះមើលថែប្រពន្ធនិងកូនធ្វើជាបុរសដែលនៅពីក្រោយខ្នងលោកស្រីស៊ូទៅថ្ងៃមុខខ្ញុំមានតែពឹងផ្អែកលើការចិញ្ចឹមពីអ្នកហើយចំពោះលុយចាយប្រចាំខែតើអាចឲ្យច្រើនបន្តិចបានទេគូហ៊ានយ៉ាងអ្នកឯងពិតជាមានល្បិចកលមែនអ្នកមិនត្រឹមតែបោះបញ្ហាវិបត្តិដួលរំមុខឲ្យខ្ញុំទេតែថែមទាំងចង់សម្ដែងនៅចំពោះមុខប្រជាជនទូទាំងប្រទេសថាអ្នកជាមនុស្សប្រុសស៊ីបាយកញ្ជើលើស្អីគេទៅប្តីជួយប្រពន្ធបង្រៀនកូននឹង
model ប្រុសកម្ពស់185របស់ខ្ញុំមិនទាន់ទាំងបានញ៉ៃពេលនេះអ៊ីនធឺណិតទាំងមូលដឹងអស់ហើយថាខ្ញុំចិញ្ចឹមមនុស្សប្រុសដូចឆ្កែកម្ពស់185អ្នកឯងពិតជាសាហាវមែន model ប្រុសជាតិនឹងប្រហែលជាគ្មានផ្លូវបាន model ប្រុសទៀតទេទ្រព្យសម្បត្តិរាប់សែនលាននឹងលោកស្រីម្ចាស់ម្នាក់នេះខ្ញុំមានទាំងអស់អាគូតូចលោកស្រីស៊ូមានការអ្វីចង់បង្កប់ដែរទេហាអាគូតូចគេហ៊ានឆ្លើយតបយ៉ាងនឹងផងមហាសេដ្ឋីរាប់សែនលានគូហ៊ានយ៉ានបែរជាហ៊ានឆ្លើយតបអាគូតូចឥឡូវនេះខ្ញុំគឺជាលោកស្រីស៊ូគូហ៊ានយ៉ានអ្នកឯងក៏មានថ្ងៃនេះដែរបើអ្នកឯងចង់ស៊ីបាយកញ្ជើលើខ្លាំងឡើងកុំបន្ទោសថាខ្ញុំធ្វើបាបអ្នកឯងឲ្យសោះហេចាំមើលល្បិចខ្ញុំជោគជ័យធ្វើជាអ្នកបម្រើលើកទឹកក្បែរខ្លួនពិតជាល្អឥតខ្ចោះលោកស្រីស៊ូថ្ងៃនេះពិតជាអស្ចារ្យណាស់នៅចំពោះមុខអ្នកសារព័ត៌មានហត់នឿយហើយកម្លាំងដៃប៉ុណ្ណឹងលំនៅជក់ចិត្តណាស់ទាំងបច្ចេកទេសសម្រស់និងសម្លេងដ៏ទាក់ទាញនេះជាងឆាន់ model ប្រុសម្នាក់នោះអន់ណាស់បើធៀបនឹងម្នាក់នេះក៏ល្មមប្រើបានដែរថ្ងៃក្រោយត្រូវហាត់បន្ថែមទៀតបាទលោកស្រីស៊ូនិយាយត្រូវហើយចាប់ពីពេលនេះទៅរៀងរាល់យប់ខ្ញុំនឹងបម្រើលោកស្រីដោយផ្ទាល់គូហ៊ានយ៉ានបិសាចដ៏តាក់ទាញម្នាក់នេះបើឲ្យទៅធ្វើការនៅក្លឹបកំសាន្តវិញច្បាស់ជាល្បីខ្លាំងមិនខានមិនបានទេស៊ូស៊ីឯងត្រូវតែនឹងណូពេលនេះឯងគឺជាសេដ្ឋីនីដែលមានទ្រព្យសម្បត្តិរាប់សែនលានមិនត្រូវឲ្យសម្រស់បរោះមកបាំងភ្នែកបានទេឯងត្រូវតែរឹងមាំឡើងលោកស្រីស៊ូដល់ផ្ទះហើយប្រយ័ត្នផងលោកម្ចាស់ផ្លូវត្រូវគេបិទមែនទេអូយហត់ចង់ងាប់ហើយអាគូទៅដងទឹកឲ្យខ្ញុំមួយកែវមកយកទឹកអន់ថែមក្រូចឆ្មាមួយចំណិតផងបាទលោកស្រីស៊ូចាំបន្តិចលោកស្រីស៊ូអញ្ជើញពិសាជួយផងគេកំពុងប្រើល្បិចហើយគេច្បាស់ជាកំពុងលួងលោមខ្ញុំហើយនេះជាគូហ៊ានយ៉ានណាគេបែរជាមកបញ្ចុកទឹកខ្ញុំដោយយកចិត្តទុកដាក់បែបនេះអ្នកណាទៅទ្រាំបានឬមួយក៏យប់នេះញ៉ាយយកបិសាចម្នាក់នេះតែម្ដងទៅក្នុងពេលដែលអ្នកឯងប្រកាសប្រាប់ពិភពលោកថាចង់ស៊ីបាយកញ្ជើលើហើយឲ្យខ្ញុំចិញ្ចឹមអ្នកឯងទៀតនោះអញ្ចឹងខ្ញុំស៊ូស៊ីក៏ជាមនុស្សមានសណ្ដាប់ធ្នាប់ដែរបើគ្មានច្បាប់ទម្លាប់វាក៏គ្មានសណ្ដាប់ធ្នាប់ដែរយប់នេះយើងត្រូវតែចុះកិច្ចសន្យាចិញ្ចឹមឲ្យបានច្បាស់លាស់អូតើលោកស្រីស៊ូចង់ដាក់ច្បាប់អ្វីខ្លះខ្ញុំចាំស្ដាប់ដោយក្តីរីករាយច្បាប់ទី1ក្នុងនាមជាមនុស្សដែលត្រូវគេចិញ្ចឹមត្រូវតែរក្សាតម្លៃខ្លួនហាមដល់ញ៉ាយស្រីខាងក្រៅផ្ដេសផ្ដាសរៀងរាល់យប់ត្រូវតែមកផ្ទះមុនម៉ោង 10 គ្មានបញ្ហាទេមែនទេខ្ញុំមិនត្រឹមតែមកផ្ទះមុនម៉ោង 10 ទេខ្ញុំអាចនៅបម្រើលោកស្រីក្បែរខ្លួន24ម៉ោងតែម្ដងច្បាប់ទី2ក្នុងពេលដែលអ្នកឯងបានផ្ទេរទ្រព្យសម្បត្តិទាំងអស់មកឲ្យខ្ញុំហើយពេលនេះអ្នកឯងគឺជាមនុស្សគ្មានទ្រព្យជាប់ខ្លួនទេក្នុងនាមជាម្ចាស់លុយរៀងរាល់ខែខ្ញុំនឹងឲ្យលុយអ្នកឲ្យលុយចាយវាចំនួន 10000 យន់ហាមរអ៊ូថាជាតិ 10000 យន់គឺច្រើនណាស់ហើយដឹងទេបើគុំតែឃើញថាថ្ងៃនេះអ្នកឯងសហការជាមួយខ្ញុំក្នុងការកម្ចាត់ពួកស្រីមានល្បិចនោះយ៉ាងច្រើនខ្ញុំឲ្យតែ 5000 យន់ប៉ុណ្ណោះជាងឆាន់ model ប្រុសម្នាក់នោះហើយមកម្ដងអស់ 20000 បាត់ទៅហើយគូហ៊ានយ៉ានដែលជាមហាសេដ្ឋីរាប់សែនលានម្នាក់នេះខ្ញុំចំណាយតែ 10000 យន់ក្នុងមួយខែក៏គ្រប់គ្រងបានដែរពិតជាចំណេញលើសលប់មែនហា10000 យន់ហ្នឹងខ្ញុំដែលជាមហាសេដ្ឋីរាប់សែនលានមានលុយចាយប្រចាំខែតែ 10000 យន់ហ្នឹងហើយនៅក្នុងចិត្តរបស់នាងតម្លៃខ្លួនរបស់ខ្ញុំតែជាចាញ់ model ប្រុសម្នាក់នោះទៅវិញជាងឆាន់ 10000 យន់លោកស្រីស៊ូតើលោកស្រីមានការយល់ច្រឡំអ្វីលើរូបខ្ញុំមែនទេខ្ញុំកម្ពស់188សង់ទីម៉ែត្រមានសាច់ដុំពោះ8កង់ជាប្រភេទកម្ពស់លោកស្រីឲ្យលុយចាយខ្ញុំតែ 10000 យន់ទេអីនេះមិនមែនជាការប្រើកម្លាំងពលកម្មថោកពេកទេអី 10000 យន់វាធំម៉េចឥឡូវនេះអ្នកឯងស៊ីបាយខ្ញុំផឹកទឹកខ្ញុំស្នាក់នៅផ្ទះខ្ញុំមានទាំងបាយមានទាំងកន្លែងស្នាក់នៅចង់បានស្អីទៀតខ្ញុំមិនទាន់ប្រើឲ្យលាងចានឬជូតផ្ទះផងហ្នឹងយកព្រម 10000 ក៏ 10000តែក្នុងនាមលោកស្រីស៊ូបានបងថ្លៃចិញ្ចឹមហើយក្នុងនាមជាអ្នកដែលត្រូវគេចិញ្ចឹមតើខ្ញុំមិនគួរធ្វើអ្វីខ្លះទេអីកាត់ប្រកិច្ចក្នុងនាមជាបុរសអ្នកឯងចង់ធ្វើស្អីខ្ញុំប្រាប់អ្នកឯងឲ្យដឹងគូហ៊ានយ៉ានកិច្ចសន្យាមិនទាន់សរសេរចប់ទេច្បាប់ទី3មិនទាន់បាននិយាយផងតើច្បាប់ទី3គឺជាអ្វីគឺម្ចាស់លុយមិនត្រូវបោះបង់ចោលកណ្ដាលទីត្រូវតែទទួលខុសត្រូវលើរូបខ្ញុំដល់ទីបំផុតគេប៉ះចង្កេះខ្ញុំហើយគេថាបត្រជាខ្ញុំទៀតចប់ហើយភាពបរិសុទ្ធរបស់ខ្ញុំប្រហែលជាត្រូវបាត់បង់នៅថ្ងៃនេះហើយតែគេពិតជាក្រអូបខ្លាំងណាស់សាច់ដុំពោះគេពិតជារឹងមាំមែនមិនបានការមែនស៊ូស៊ីឯងជាអ្នកមានណាឯងត្រូវតែគ្រប់គ្រងគេមិនដេចក៏ឲ្យគេមកគ្រប់គ្រងឯងវិញអញ្ចឹងគូហ៊ានយ៉ានលេងខ្ញុំភ្លាមខ្ញុំមិនទាន់បានអនុញ្ញាតឲ្យអ្នកឯងបំពេញកាតព្វកិច្ចផងមានម្ចាស់លុយឯណាត្រូវគេបង្ខំអីចឹងខ្ញុំនឹងកាត់ប្រាក់កាត់លុយចាយរបស់អ្នកឯងកាត់ចុះទោះបីជាលោកស្រីមិនឲ្យសំបីតែ1សេនក៏ដោយក៏ខ្ញុំនៅតែស៊ីបាយកញ្ជើលើនេះដែរមិនមែនលោកស្រីចង់ដឹងទេអីថាដុំសាច់ពោះរបស់ខ្ញុំវារឹងជាង model ប្រុសម្នាក់នោះឬអត់ខ្ញុំឈប់ចង់ដឹងហើយខ្ញុំទេលោកស្រីចង់ដឹងតើបោកប្រាស់នេះពិតជាការបោកប្រាស់មែនណាថាធ្វើជាប្តីដ៏ទន់ភ្លន់នោះមានអ្នកត្រូវគេចិញ្ចឹមឯណាសាហាវដូចជាឆ្កែព្រៃឃ្លានបាយមិនចេះហត់នឿយបែបនេះលុយចាយតែ 10000 យន់តែជាត្រូវមកហត់នឿយខ្លាំងកម្រិតនរកបែបនេះ
ខ្ញុំចង់បដូរយកទំនិញវិញខ្ញុំចង់សម្រាប់អាស្នេហាប្តីប្រពន្ធស្អីហ្នឹងអ្នកណាចង់បានយកទៅអរុនសួស្ដីលោកស្រីស៊ូតើពេញចិត្តនឹងការបម្រើការពីយប់មិញទេបើគិតថាប្រាក់ខែ 10000 យួនវាតិចពេកយប់នេះខ្ញុំមិនប្រកាន់នឹងធ្វើការបន្ថែមម៉ោងទៀតទេខ្ញុំប្រាប់ឲ្យអ្នកឯងចេញទៅខ្ញុំព្រមដួលរលំតែមិនព្រមលែងដៃឡើយជាតិនឹងកុំសង្ឃឹមថាអាចរត់ចេញពីកណ្ដាប់ដៃខ្ញុំបានឲ្យសោះអូហូនេះមិនមែនជាសិទ្ធិនេះថ្មីថ្មងលោកស្រីស៊ូទេអីមើលចុះគ្រឿងអលង្ការភ្លឺចិញ្ចាចពេញខ្លួនចរិតដូចជាអ្នកមានថ្មីថ្មងលៀងយ៉ាងណាក៏មិនជ្រះដែរពិតមែនហើយឬថាកែនីយកគូឈឺទើបប្រកួតក្រុមហ៊ុនឲ្យនាងមើលការខុសត្រូវបណ្ដោះអាសន្នស្មានតែខ្លួនឯងអស្ចារ្យណាស់មែនទេមន់ប្រៃហាសំកាំងលើមេឈើក៏មិនអាចខ្លាចជាហងបានដែរមិនដឹងថាកែនីយកគូភ្នែកខ្វាក់មើលឃើញស្អីក្នុងខ្លួននាងទេកញ្ញាសឿនមិនក៏អ្នកនិយាយបែបហ្នឹងអ្នករាល់គ្នាដែលមកទីនេះសុទ្ធតែជាអ្នកមានចិត្តធម៌ខ្ញុំនឹងហើយជាអ្នកមានមនុស្សដូចអ្នកវះកាត់កែសម្ផស្សតាំងពីក្បាលដល់ចុងជើង8ដងទៅហើយសំបីតែស៊ីលីកូនដែលញ៉ាត់ក្នុងខ្លួនក៏ប្រើលុយក្រុមហ៊ុនគ្រួសារសឿនមកទូទាត់ដែរមេបិសាចកែសម្ផស្សមានសិទ្ធិស្អីមកនិយាយពីខ្ញុំហើយមួយទៀតស្មានថាគ្មានអ្នកណាដឹងរឿងស្អុយរលួយក្នុងគ្រួសារសឿនមែនទេក្រុមហ៊ុនសំណងរបស់ឪពុកអ្នកបានផ្អាកដំណើរការតាំងពីខែមុនព្រោះតែដាច់លុយបង្វិលឈុតដែលអ្នកស្លៀកនៅថ្ងៃនេះគឺជួលគេមកមែនទេសំបីតែស្លាកតម្លៃក៏លាក់មិនចិត្តផងនៅពីក្រោយយកអាវនៅមានសរសៃអំបោះពណ៌ចេញមកក្រៅទៀតមិនខ្មាស់គេទេអីបងស្រីឲ្យអាកែនីយកគូខ្ញុំពិតជាស្ដាយជំនួសលោកណាស់ដើម្បីតែស្រីម្នាក់ដែលមិនដឹងខ្យល់អីបែបនេះតែជាប្រកួតទ្រព្យសម្បត្តិរាប់សែនលានឲ្យទៅវិញគ្រាន់តែលោកហាប់មាត់តែមួយម៉ាត់គ្រួសារសឿនរបស់ពួកយើងរីករាយនឹងជួយលោកយកវាមកវិញលីវរ៉ានអ្នកឯងពិតជាពូកែអួតមែនគ្រួសារសឿនរបស់អ្នកមានលុយឯណាជួយតើគ្រួសារសឿនរបស់អ្នកយកស្អីមកជួយឬក៏យកគូដណ្ដឹងរបស់អ្នកដែលកំពុងនៅជាមួយលេងសប្បាយនៅលើទូកកំសាន្តនៅសាន់យ៉ាមកជួយមែនទេមនុស្សទូទាំងទីក្រុងដឹងគ្រប់គ្នាថាលីសាវគូដណ្ដឹងរបស់អ្នកជាព្រាននារីកម្រិតធ្ងន់តែអ្នកឯងទេដែលនៅរវើវាថាខ្លួនឯងបានរៀបការចូលគ្រួសារពីយប់មិញលីសាវទើបតែបង្ហោះរូបឯងល្ហែមតែគេភ្លុកមិនឲ្យអ្នកឯងឃើញម្នាក់ឯងប៉ុណ្ណោះមុខពណ៌ខៀវនៅលើក្បាលរបស់អ្នករឿងក្បត់ចិត្តវាភ្លឺចិញ្ចាចជាងអំពូលភ្លើងក្នុងសាលនេះទៅទៀតប្តីសម្លាញ់តើបង្កើតអីហ្នឹងឬមួយក៏ឆ្លក់ក្លិនទឹកអប់ថោករបស់អ្នកណាម្នាក់អាគូតូចការអត់ធ្មត់របស់អ្នកនឹកសោយណាស់ធ្វើជាអង្គរៈបែរជាមកឆ្លក់ទឹកមាត់ខ្លួនឯងទៅវិញឬមួយក៏ប្រាក់ខែ 10000 យួនពិតជាពេកមែនមិនអីទេកញ្ញាសឿនគ្រូសាសឿនចង់ជួយខ្ញុំយកទ្រព្យសម្បត្តិមកវិញមែនទេមុននឹងធ្វើរឿងហ្នឹងអ្នកគួរតែទៅរកលីសាវជាមុនសិនទៅសួរគេមើលថាខ្យល់សមុទ្រនៅសាន់យ៉ាត្រជាក់ស្រួលដែរទេហើយឆ្លៀតសួរឪពុករបស់អ្នកផងថាលុយជំពាក់300លានរបស់ក្រុមហ៊ុនសំណងគ្រូសាសឿនថ្ងៃច័ន្ទសប្តាហ៍ក្រោយអាចសងគេទាន់ទេដែរទេអ្នកនិយាយស្អីសាន់យ៉ាមិនដេចក៏អ្នកដឹងរឿងលុយជំពាក់របស់គ្រូសាខ្ញុំព្រះអើយអ្នកនិយាយរឿងសាន់យ៉ាម្សិលមិញម្ដាយចុងគ្រូសាសឿនក៏បាននៅសាន់យ៉ាជំពាក់លុយគេដល់ទៅ300លានឯណោះចុះសឿនយ៉ងរិនមិនដេចក៏ថ្ងៃនេះនៅមានមុខមកចូលរួមកម្មវិធីសប្បុរសធម៌ទៀតគូហ៊ានយ៉ានអ្នកឯងនិយាយមួយបង្កាច់គេហើយគ្រូសាសឿនរបស់ពួកយើងកំពុងតែរីកចម្រើនខ្លាំងណាស់សូមភ្ញៀវកិត្តិយសទាំងអស់មេត្តាអញ្ជើញអង្គុយកម្មវិធីដេញថ្លៃសប្បុរសធម៌ថ្ងៃនេះចាប់ផ្ដើមជាផ្លូវការហើយរបស់ដេញថ្លៃចុងក្រោយគឺមកុដពេជ្របុរាណទឹកភ្នែកមហាក្ស្ត្រីតម្លៃចាប់ផ្ដើម50លាន60លានគ្រាប់ពេជ្រនៅលើមកុដកញ្ចាស់ហ្នឹងកម្រិតភាពស្អាតក៏ធម្មតាសោះយ៉ាងច្រើនតម្លៃតែ40លានប៉ុណ្ណោះបើទិញក្នុងតម្លៃ60លានគឺពិតជាល្ងងខ្លាំងណាស់តែបើខ្ញុំលើកផ្លាកដេញថ្លៃឥឡូវនេះសឿនយ៉ូរ៉ាន់ស្រីដែលចូលចិត្តអួតអាងម្នាក់នោះច្បាស់ជាដេញថ្លៃតាមមិនខានចាំមើលខ្ញុំធ្វើឲ្យនាងខាត់ចង់ងាប់ហេហេ80លាន90លាន100លានសឿនយ៉ូរ៉ាន់ប្រញាប់ដេញតាមមកចាំដល់ពេលឡើងដល់150លានខ្ញុំនឹងដកខ្លួនចេញបើគ្មានលុយបងទេចាំមើលថាតើអ្នកឯងចេញពីទ្វារនេះរួចដែរឬអត់130លានស៊ូស៊ីបើខ្លាំងពិតសាក់លើផ្លាកម្ដងទៀតមើលអាហ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 ាចុកអន្ទាក់ហើយ130លានទិញរបស់អេតចៃសោះឥឡូវនេះខ្ញុំគ្រាន់តែដាក់ផ្លាកចុះសឿនយ៉ូរ៉ាន់មិនត្រឹមតែត្រូវខ្សែធននៅថ្ងៃនេះទេថែមទាំងត្រូវសងជំងឺចិត្តយ៉ាងច្រើនដល់អ្នករៀបចំកម្មវិធីទៀត200លាននេះដេញថ្លៃទិញមកុដឬក៏ទិញអណ្ដូងរ៉ែហ្នឹងគូហ៊ានយ៉ានអ្នកឯងឈួតហើយមែនទេមកុដកញ្ចាស់ហ្នឹងយ៉ាងច្រើនតម្លៃតែ40លានទេចុះមិនក៏អ្នកឯងដេញដល់200លាននឹងវាជាលុយរបស់ខ្ញុំណាតាមឡើយខ្ញុំគ្រាន់តែចង់អង្គុយមើលល្ខោនចុះអ្នកឯងលើកផ្លាកធ្វើស្អីមនុស្សប្រុសបំផ្លាញទ្រព្យម្នាក់នេះខ្ញុំនឹងសម្លាប់អ្នកឯងមិនខានយប់នេះទៅផ្ទះវិញខ្ញុំនឹងកាត់លុយចាយអ្នកឯងឲ្យអស់រយៈពេល10ឆ្នាំតែម្ដងលោកស្រីគូក្នុងពេលដែលលោកស្រីចូលចិត្តវាខ្លាំងបែបនេះតើខ្ញុំអាចឲ្យអ្នកផ្សេងមកដណ្ដើមរបស់ដែលលោកស្រីស្រឡាញ់បានយ៉ាងម៉េចទោះបីជាមកុដនេះវាមើលទៅអាក្រក់បន្តិចមែនតែវាក៏ល្មមសំនឹងរោគដែលលោកស្រីស្លៀកនៅថ្ងៃនេះដែរនឹងវា200លានណាលុយរបស់ខ្ញុំតែលោកស្រីស៊ូលោកស្រីភ្លេចហើយមែនទេតាមពិតទៅលុយទាំងអស់របស់លោកស្រីគឺខ្ញុំជាអ្នករកបានតើក្នុងនាមជាប្រុសក្មេងដែលត្រូវគេចិញ្ចឹមចំណាយលុយម្ចាស់200លានទិញកាដូតិចតួចដើម្បីឲ្យម្ចាស់សប្បាយចិត្តវាមិនសមហេតុផលទេអីសមហេតុផលស្អីរបស់អ្នកឯងស៊ីបាយកញ្ជើលើដល់កម្រិតហ្នឹងពិតជាគ្មានអ្នកណាអាចធ្វើដូចបានមែន200លានបិទការដេញថ្លៃអបអសាទរលោកស្រីស៊ូអបអសាទរលោកអាកេនីយោគូក្រុមហ៊ុនសំណងគ្រួសារសឿនពីបទសង្ស័យបន្លំឯកសារហិរញ្ញវត្ថុធ្ងន់ធ្ងរជំពាក់លុយថ្លៃសំណងយ៉ាងច្រើនសន្ធឹកសន្ធាប់និងបានប្រងអនុវត្តតាមសារក្រមរបស់តុលាការបានបង្ខំឲ្យរំលាយក្រុមហ៊ុននិងទូទាត់ទ្រព្យសម្បត្តិតាំងពីកន្លះម៉ោងមុនសូមអ្នកសហការជាមួយពួកយើងដើម្បីទៅសាកសួរព័ត៌មានមិនអាចទៅរួចទេគ្រួសារខ្ញុំមិនអាចខ្សែធនបានទេគឺមកពីមីស៊ូស៊ីច្បាស់ជាមានមីស៊ូស៊ីនៅពីក្រោយខ្នងមិនខានមិនពិតទេទោះបីជាខ្សែសង្វាក់ហិរញ្ញវត្ថុរបស់គ្រួសារតុលាការបានអាចចាត់ការលឿនយ៉ាងនេះដែរថ្ងៃនេះជាថ្ងៃចុងសប្តាហ៍តើលើកលែងតែមានអ្នកណាម្នាក់នៅពីក្រោយបានប្រើប្រាស់កម្លាំងទន់ដ៏គួរឲ្យរន្ធត់បំផុតវាប្រហារយ៉ាងលឿនក្នុងរយៈពេលត្រឹមតែកន្លះម៉ោងកំទេចគ្រួសារ Shen ឲ្យខ្ទេចតែម្ដង
លោកស្រីប្រធានជួខ្ញុំមិនចូលចិត្តឲ្យអ្នកដទៃមើលអ្នកក្នុងខ្សែភ្នែកបែបនោះទេនេះចាត់ទុកថាជាការដូរក្នុងនាមខ្ញុំជាអង្គរៈផ្ដល់ជូនអ្នកនៅសមិទ្ធផលបន្ថែមបន្តិចបន្តួចតើពេញចិត្តទេសួស្ដីតើហេតុអ្វីបានជាបេះដូងឯងលោតញាប់យ៉ាងនេះឯងមិនត្រូវលងខ្លួនទេណាឯងគឺជាស្ត្រីមានបំផុតដែលស្រឡាញ់តែលុយប៉ុណ្ណោះអាឡូក្មួយស្រីតើបានឬទេខ្ញុំឃ្លានហើយចង់ញ៉ាំនំប៉ាវបំពង់ស្នូលសាច់ក្តាមហាងចាស់នៅភាគខាងត្បូងក្រុងមិនដាក់ស្លឹកខ្ទឹមទេដាក់ទឹកខ្មេះខ្មៅឲ្យច្រើនបន្តិចក្រៅពីនេះសូមកាហ្វេអាមេរិកាណូទឹកកកមួយកែវមិនយកទឹកកកថែមស្ករឲ្យពេលកន្លះម៉ោងយកមកឲ្យដល់ក្បាលគ្រែ